ជាបារោគចូលចិត្តដោះសាររបស់អ្នកគឺរោគនៃភាពបរាជ័យខណៈដែលអ្នកគិតដើម្បីនាំឆ្ពោះទៅរកភាពជោគជ័យចូលសិក្សាពីមនុស្សដែលទទួលបានជោគជ័យសិនសិក្សាពីមនុស្សទាំងអស់នោះឲ្យបានល្អិតល្អន់ថាអ្វីទៅធ្វើឲ្យគេបានសម្រេចជោគជ័យរួចហើយនាំមកប្រើក្នុងជីវិតរបស់អ្នកចាប់ផ្ដើមឥឡូវនេះភ្លាមដោយប្រឹងប្រែងសិក្សាពីមនុស្សនោះអ្នកនឹងឃើញថាអ្នកដែលមិនទទួលបានជោគជ័យតែកើតរោគស្លាប់ចិត្តឬហៅថារោគចូលចិត្តដោះសារបរាជ័យភាពបរាជ័យរាល់លើកនឹងឆ្លងមេរោគនេះមកមុនជានិច្ចហើយមនុស្សទូទៅរមែងមានមេរោគនេះមិនច្រើនក៏មិនតិចដែរអ្នកនឹងឃើញថាការចូលចិត្តដោះសារបានបង្ហាញដល់ភាពខុសប្លែកគ្នារវាងមនុស្សដែលរីកចម្រើននិងមនុស្សដែលងាប់ក្រឡាហើយអ្នកនឹងឃើញទៀតថាអ្នកដែលកាន់តែទទួលបានជោគជ័យខ្លាំងនោះរមែងជាមនុស្សដែលមិននិយមការដោះសារច្រើនប៉ុន្មានទេអ្នកដែលមិនទៅណាក៏គ្មានផែនការនឹងទៅរមែងមានហេតុផលច្រើនដែលអាចពន្យល់បានថាហេតុអ្វីមិនទៅណាយើងអាចសង្កេតថាអ្នកដែលទទួលបានជោគជ័យតិចតែងតែពន្យល់បានវែងឆ្ងាយថាហេតុអ្វីគេមិនបានធ្វើហេតុអ្វីគេមិនធ្វើហេតុអ្វីគេធ្វើមិនបានសិក្សាពីជីវិតរបស់អ្នកដែលទទួលបានជោគជ័យហើយអ្នកនឹងមើលឃើញការពិតថាការដោះសារទាំងអស់របស់អ្នកដែលមិនទទួលបានជោគជ័យនោះតាមការពិតក៏អាចជាការដោះសាររបស់អ្នកដែលទទួលបានជោគជ័យបានដែរអ្នកដែលទទួលជោគជ័យមិនបានប្រើហេតុផលទាំងអស់នោះជាការដោះសារទេប្រធានាធិបតី Roosevelt ដ៏ល្បីរបស់សហរដ្ឋអាមេរិកប្រហែលជាប្រើការដោះសារថាគាត់កើតរោគស្វិតដៃជើងហើយលាក់ខ្លួននៅក្នុងផ្ទះឲ្យអ្នកដទៃចិញ្ចឹមបីបាច់ក៏បានតែគាត់មិនធ្វើបែរជាតស៊ូរហូតបានទទួលជ្រើសតាំងជាប្រធានាធិបតីដ៏មានអំណាចរបស់ប្រទេសមហាអំណាចលំដាប់ទី1ក្នុងពិភពលោកដូចគ្នាទៅនឹងប្រធានាធិបតីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបទៀតគឺប្រធានាធិបតី Truman ដែលអាងថាខ្លួនឯងមិនបានរៀនចប់មហាវិទ្យាល័យហើយគ្រាដែលរស់នៅល្អមួយថ្ងៃក៏បានដោយប្រធានាធិបតី Eisenhower ក៏អាចសំអាងថាខ្លួនឯងឈឺកើតជំងឺបេះដូងមិនអាចនឹងធ្វើការងារបានរោគចូលចិត្តដោះសារនិងរីករាលដាលដូចរោគផ្សេងដែរបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវមិនទាន់ពេលទេអ្នកជំងឺដែលកើតរោគខាងទឹកចិត្តនេះនឹងចាប់ផ្ដើមមានអាការៈថាយើងធ្វើមិនបានល្អតាមការគួរទេនឹងរកហេតុផលអ្វីល្អដែលជួយរក្សាមុខមាត់សុខភាពមិនល្អរៀនតិចចាស់ពេកក្មេងពេកសំណាងមិនល្អភរិយាឋានៈគ្រួសារអ្នកដែលកើតរោគនៃភាពបរាជ័យនេះបានឃើញថាហេតុផលដែលល្អគេនឹងប្រើវាជាការដោះសារខ្លួនឯងនិងអ្នកដទៃថាហេតុអ្វីបានជាគេមិនរីកចម្រើនក្នុងពេលម្ដងដែលអ្នកដោះសារពាក្យដោះសារនោះក៏កប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់គេទោះជាគំនិតវិជ្ជមានឬអវិជ្ជមាននឹងរីកចម្រើនលូតលាស់និងគង់វង្សខណៈដែលទទួលបានការបញ្ជាក់បន្ថែមក្នុងគ្រាដំបូងអ្នកជំងឺនឹងដឹងខ្លួនច្បាស់ថាការដោះសារនោះជាពាក្យកុហកបើមិនច្រើនក៏តិចដែរបើគេនិយាយបញ្ជាក់កាន់តែច្រើនឡើងគេមានអារម្មណ៍ជឿជាក់កាន់តែច្រើនឡើងដែលថាសម្ដីនោះជាការពិតហើយគេនឹងជឿយ៉ាងប្រាកដប្រជាថាពាក្យដោះសារដែលប្រើនោះជាហេតុផលសំខាន់ធ្វើឲ្យគេមិនទទួលបានជោគជ័យនៅអ្វីដែលគួរទទួលបានហើយដូច្នេះហើយក្នុងដំណាក់កាលទី1ក្នុងកម្មវិធីហ្វឹកហាត់ខ្លួនរបស់អ្នកគឺអ្នកត្រូវតែចាក់ថ្នាំបង្កើន
រោគចូលចិត្តដោះសារឬរោគនៃភាពបរាជ័យការចូលចិត្តដោះសារស្ដែងនៅក្នុងលក្ខខណ្ឌផ្សេងៗតែលក្ខខណ្ឌដែលយ៉ាប់បំផុតគឺរឿងសុខភាពភាពឆ្លាវឆ្លាតអាយុនិងសំណាងមកមើលថាអ្នកនឹងការពារខ្លួនឯងពីរោគចូលចិត្តដោះសារ4ប្រការនេះយ៉ាងម៉េចការដោះសារពេញនិយម4ប្រការ1រឿងសុខភាពការដោះសាររឿងសុខភាពគឺសុខភាពខ្ញុំមិនល្អការដោះសាររឿងសុខភាពមានតាំងពីប្រភេទរ៉ាំរ៉ៃដូចជាខ្ញុំមានអារម្មណ៍យ៉ាប់ណាស់រហូតដល់ប្រភេទដែលនិយាយត្រង់ដូចជាខ្ញុំកើតរោគនេះកើតរោគនោះសុខភាពមិនល្អដូចក្នុងលក្ខណៈផ្សេងរាប់រយប្រភេទទៀតត្រូវប្រើជាការដោះសារមិនធ្វើនៅអ្វីដែលមនុស្សគ្រប់គ្នាត្រូវការធ្វើមិនទទួលខុសត្រូវលើទូនីតិការងារមិនធ្វើការងាររកប្រាក់ឲ្យបានច្រើននិងស្វែងរកឱកាសដាក់ខ្លួនមនុស្សរាប់លានអ្នកនាំគ្នាកើតជារោគចូលចិត្តដោះសារតែភាគច្រើនការដោះសារទាំងនេះហើយសុទ្ធតែស្ដាប់មិនយល់សាកល្បងគិតបន្តិចមើលថាគិតដល់មនុស្សដែលអ្នកស្ដាប់ហើយទទួលបានជោគជ័យខ្ពស់តែគេមានការដោះសារឬទេអ្នកនឹងបានឃើញថាមនុស្សទាំងអស់នោះសុទ្ធតែមានបញ្ហាសុខភាពតែដែលត្រូវប្រើជាការដោះសារបានទាំងអស់តែគេមិនប្រើខ្ញុំមានមិត្តម្នាក់ធ្វើជាពេទ្យវះកាត់គេបានប្រាប់ខ្ញុំថាគ្មានអ្នកណាម្នាក់នៅក្នុងโลกនេះមានជាលិកាឬអាយុវៈល្អពេញលេង 100% ទេហើយមនុស្សគ្រប់រូបត្រូវតែមានអ្វីដែលខុសប្រក្រតីខ្លះនៅក្នុងរាងកាយមនុស្សភាគច្រើនព្រមចុះចាញ់ទាំងស្រុងអ្នកខ្លះព្រមចុះចាញ់ដោយផ្នែកតែសម្រាប់អ្នកដែលបានជោគជ័យមិនព្រមចុះចាញ់ចំពោះកង្វះខាតទាំងអស់នោះឡើយមានបទពិសោធន៍ពីររឿងដែលកើតឡើងចំពោះខ្ញុំនៅរុស្ស៊ីថ្ងៃមួយដែលបង្ហាញដល់ភាពត្រឹមត្រូវនិងមិនត្រឹមត្រូវក្នុងទស្សនៈស្ដីពីរឿងសុខភាពខណៈដែលខ្ញុំទើបតែបញ្ចប់អត្ថាធិប្បាយពន្យល់ដល់អ្នកចូលចិត្តចូលរួមសិក្ខាសាលាប្រមាណជា30នាក់ក៏មានបុរសម្នាក់ដើរចូលមកនិយាយជាមួយនឹងខ្ញុំតែពីរនាក់គេនិយាយសរសើរខ្ញុំពីការអត្ថាធិប្បាយដ៏ក្នុងសិក្ខាសាលានិងនិយាយបន្តទៀតថាខ្ញុំក្រែងថាគំនិតរបស់អ្នកនឹងមិនជួយអ្វីដល់ខ្ញុំបានច្រើនគឺបេះដូងខ្ញុំនឹងយ៉ាប់ហើយខ្ញុំត្រូវការប្រយ័ត្នខ្លួនឯងច្រើនគេនិយាយបន្តទៀតថាគេបានទៅរកពេទ្យចំនួន4នាក់ហើយតែពេទ្យទាំងនោះរកមូលហេតុមិនឃើញគេសួរខ្ញុំថាតើអាចផ្ដល់ការណែនាំអ្វីដល់គេបានទេខ្ញុំឆ្លើយថាខ្ញុំគ្មានចំណេះដឹងអ្វីទាក់ទងនឹងរឿងបេះដូងទេតែថាក្នុងឋានៈនៃមនុស្សធម្មតាចំពោះមនុស្សធម្មតាដូចគ្នាខ្ញុំគិតថាប្រសិនជាខ្ញុំនឹងធ្វើចំណុច3ប្រការគឺប្រការទី1ខ្ញុំនឹងទៅរកពេទ្យជំនាញខាងបេះដូងដែលខ្ញុំស្គាល់និងទទួលស្គាល់នូវការវិនិច្ឆ័យរបស់ពេទ្យនោះសម្រាប់អ្នកបានទៅរកពេទ្យចំនួន4នាក់ហើយគ្មានពេទ្យណាម្នាក់រកឃើញអ្វីប្រក្រតីទេចូលសាកល្បងពេទ្យទី5ពិនិត្យចុងក្រោយម្ដងទៀតមើលប្រហែលជាអាចទៅរួចថាបេះដូងរបស់អ្នកអាចនៅធម្មតាក៏បានតែបើអ្នកនៅតែខ្វល់ខ្វាយបែបនេះនៅទីបំផុតអ្នកប្រហែលជាអាចកើតជំងឺកើតរោគបេះដូងយ៉ាងធ្ងន់ធ្ងរឡើងបានហើយការដែលអ្នកព្យាយាមស្វែងរករោគគ្រប់ពេលវេលាអាចនឹងធ្វើឲ្យកើតរោគពិតប្រាកដឡើងមកបានប្រការទី2ដែលខ្ញុំនឹងណែនាំនោះគឺអ្នកអានសៀវភៅដូចជាសៀវភៅមួយក្បាលនេះដែលជារបស់ Pet Sender រឿង How to Live 365ថ្ងៃក្នុង1ឆ្នាំនិងរស់នៅប្រកបដោយសេចក្តីសុខគ្រប់365ថ្ងៃក្នុង1ឆ្នាំបានយ៉ាងម៉េច Pet Sender បានបង្ហាញឲ្យឃើញថា3/4នៅក្នុងចំណោមអ្នកជំងឺដែលសម្រាកនៅក្នុងមន្ទីរពេទ្យនេះជារោគដែលកើតមកពីអារម្មណ៍ឬទឹកចិត្តចូលសាកល្បងនឹកគិតដល់ខ្លួនឯងថា3/4នៃអ្នកជំងឺសពថ្ងៃនេះប្រកាសជាមិនចាប់ចូលមន្ទីរពេទ្យទេបើគេបានរៀនសូត្រគ្រប់គ្រងអារម្មណ៍និងទឹក
ចិត្តបាន ដូច្នេះអ្នកគួរតែអានសៀវភៅរបស់ Batchelder ហើយហ្វឹកហាត់គ្រប់គ្រងអារម្មណ៍ និងទឹកចិត្តរបស់ខ្លួនឯងឱ្យបាន ប្រការទី3 ខ្ញុំគិតថាដរាបណានៅមានជីវិតរស់នៅ ខ្ញុំត្រូវតែរស់នៅយ៉ាងមានសេចក្តីសុខ